ស្ត្រីថៃម្នាក់លេបគ្រឿងញៀន72គ្រាប់ចូលក្នុងពោះលួចឆ្លងដែនចូលតៃវ៉ាន់ត្រូវប៉ូលីសចាប់បានផ្អើលប្រលានយន្តហោះសាហាវមែនស្ត្រីជនជាតិថៃម្នាក់ហ៊ានប្រថុយជីវិតលេបថ្នាំញៀនប្រភេទ Heroin ចំនួន72គ្រាប់ចូលទៅក្នុងពោះដើម្បីលួចរត់ពន្ធចូលទៅក្នុងទឹកដីតៃវ៉ាន់ប៉ុន្តែចុងក្រោយត្រូវអាជ្ញាធរចាប់ខ្លួនបាននៅអាកាសយានដ្ឋានអន្តរជាតិកៅស៊ុងការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតទទួលព័ត៌មានសម្ងាត់ថាមានជនបរទេសម្នាក់សង្ស័យព្យាយាមនាំគ្រឿងញៀនចូលតៃវ៉ាន់តាមរយៈការលាក់ក្នុងវ៉ាលីឬក្នុងរាងកាយក្រោយការត្រួតពិនិត្យអាជ្ញាធរបានរកឃើញថាស្ត្រីសង្ស័យរូបនេះពិតជាបានលេបគ្រឿងញៀនប្រភេទ Heroin ចំនួន72គ្រាប់ចូលទៅក្នុងពោះពិតមែនដែលគ្រឿងញៀនទាំងអស់មានទម្ងន់សរុបប្រមាណ 289.1 ក្រាមនិងត្រូវបានប៉ាន់ប្រមាណថាអាចមានតម្លៃរហូតដល់ $3.6 លានតៃវ៉ាន់នៅលើទីផ្សារងងឹតករណីនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារជនសង្ស័យហ៊ានប្រថុយជីវិតប្រើរាងកាយខ្លួនឯងជាកន្លែងលាក់គ្រឿងញៀនដើម្បីគេចផុតពីការត្រួតពិនិត្យនៅប្រលានយន្តហោះតែយ៉ាងណាក៏ដោយផែនការរត់ពន្ធដ៏គ្រោះថ្នាក់នេះត្រូវបានបរាជ័យហើយស្ត្រីជនជាតិថៃរូបនោះក៏ត្រូវបានអាជ្ញាធរតៃវ៉ាន់ចាប់ខ្លួនដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់